ជំរាបសួរថ្ងៃនេះនាងខ្ញុំសូមចែករំលែករបៀបធ្វើដំណាប់ក្រូចពោធិ៍សាត់និងក្រូចឆ្មាលាយជាមួយគ្នាក្រូចឆ្មានិងក្រូចពោធិ៍សាត់គឺត្រូវយកទៅលាងទឹកឲ្យស្អាតរួចហើយយកវាមកហាន់ស្ដើងក្រូចឆ្មានាងខ្ញុំប្រើក្រូចឆ្មាពីរប្រភេទគឺក្រូចឆ្មាខ្មែរហើយនិងក្រូចឆ្មាក្រូចឃ្វិចនៅពេលដែលហាន់រួចហើយគឺត្រូវតែឆ្កាស់គ្រាប់ចេញឲ្យអស់រដូវនេះគឺជារដូវត្រជាក់ហើយក្មេងៗគឺផ្ដាសាយច្រើនមែនទែនដូច្នេះនាងខ្ញុំធ្វើដំណាប់ក្រូចនេះគឺទុកឲ្យកូនញ៉ាំអាចឆុងជាមួយនឹងទឹកក្តៅញ៉ាំក៏បានអាចញ៉ាំលេងក៏បានវាប្រៀបដូចជាស្ករគ្រាប់អញ្ចឹងនៅពេលកាត់ក្រូចរួចរាល់ហើយនាងខ្ញុំដាំទឹកឲ្យពុះហើយយកក្រូចមកស្រុះដើម្បីកាត់បន្ថយជាតិល្វីងរយៈពេលនៃការស្រុះគឺ2នាទីហើយបន្ទាប់មកនាងខ្ញុំលើកវាចេញយកមកដាក់នៅក្នុងទឹកកកនៅក្នុងឆ្នាំងនេះនាងខ្ញុំដាក់ស្ករចូលអំបិលបន្តិចហើយចាក់ទឹកចូលបន្តិចដាំរហូតទាល់តែស្កររលាយហើយចាក់ក្រូចចូលនៅពេលដែលចាក់ក្រូចចូលរួចរាល់ហើយបើកភ្លើងតិចរំងាស់រហូតទាល់តែទឹកស្កររាងខាស់ហើយឧស្សាហ៍ត្រឡប់ក្រូចទៅមកផងតែដើម្បីឲ្យវាចូលជាតិសព្វល្អឥឡូវនេះទឹកស្កររបស់នាងខ្ញុំឃើញថាខាស់ល្អហើយចូលទៅក្នុងសាច់ក្រូចល្អហើយដូច្នេះនាងខ្ញុំលើកវាចុះហើយលើកក្រូចម្ដងមួយមកតម្រៀបលើថាសដែកបែបនេះតម្រៀបក្រូចនៅលើថាសដែករួចរាល់ហើយយកវាទៅហាលថ្ងៃរហូតទាល់តែស្ងួតល្អហាលរយៈពេល1ថ្ងៃពេលនេះក្រូចរបស់នាងខ្ញុំក្រៀមល្អហើយបើពណ៌វិញគឺពណ៌លឿងដូចពណ៌មាសហើយឡើងភ្លឺរលោងល្អមែនទែននាងខ្ញុំយកដំណាប់ក្រូចទៅប្រឡាក់ជាមួយស្ករសហើយយកវារក្សាទុកក្នុងក្រឡគឺថាអាចទុកបានរយៈពេលយូរអាចយកវាឆុងញ៉ាំជាមួយនឹងទឹកក្តៅអ៊ុនពេលព្រឹកឬក៏ញ៉ាំលេងដូចជាស្ករគ្រាប់ក៏បានហើយក្រូចឆ្មានិងក្រូចពោធិ៍សាត់សម្បូរទៅដោយវីតាមីន C ញ៉ាំទៅគឺជួយកាត់បន្ថយផ្ដាសាយផងដែររសជាតិវារៀងល្វីងបន្តិចលាយឡំនឹងរសជាតិជូរអែមសូមអរគុណសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់